ចាជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube អំពង Cooking ថ្ងៃនេះខ្ញុំមានមុខម្ហូបមួយដែលចំណាយលុយតិចសម្រាប់បងប្អូននៅចុងខែអីអាចសាកធ្វើបានគឺឆាមីជាមួយនឹងបន្លែជាដំបូងខ្ញុំមានបន្លែផ្កាខាត់ណាខៀវផ្កាខាត់ណាសការ៉ុតនិងមីជាតិមួយកញ្ចប់ចាហើយជាដំបូងនេះខ្ញុំគឺធ្វើការស្រោចបន្លែរបស់យើងសិនណាបងប្អូនបន្លែនេះបងប្អូនស្រោចតែមួយស្លាប់បានហើយបងប្អូនកុំស្រោចយូរពេកខ្លាចបន្លែឆ្អិនពេកដល់ពេលយើងយកទៅឆាទៅគឺអត់ឆ្ងាញ់ទេបងប្អូនពេលដែលបន្លែរបស់យើងបានមួយស្លាប់ហើយបងប្អូនស្រង់បន្លែរបស់យើងនឹងគឺយើងមកដាក់ក្នុងទឹកធម្មតាក៏បានដាក់ក្នុងទឹកកកត្រាំក៏បានដែរតែសម្រាប់យើងដាក់ក្នុងទឹកធម្មតាទេព្រោះស្រស់ហើយខ្ញុំធ្វើការលាងទឹកម្ដងទៀតទេហើយជាបន្ទាប់គឺយើងត្រូវស្រង់មីរបស់យើងបងប្អូនស្រង់កុំឲ្យរីកពេកណាបងប្អូនខ្លាចមីអត់ឆ្ងាញ់ហើយខ្ញុំក៏មានបន្ថែមជាមួយនឹងពងមាន់មកគ្រាប់ដែរបងប្អូនចូលចិត្តភ្នៅជឿនឲ្យបែកភ្នៅមកបើចូលចិត្តឆ្អិនយើងនឹងឆ្អិនមកណាចាឆាត្រឡប់មកទៅពេលយើងធ្វើស្រោចបន្លែស្រោចមីជៀនពងហើយយើងធ្វើការទុកមីបន្លែរបស់យើងនឹងពងហ្នឹងមកដុំសិនយើងមកធ្វើការបំពងខ្ទឹមដើម្បីត្រៀមឆាមីរបស់យើងណាបងប្អូនត្រឹមបងប្អូនបំពងឲ្យឡើងក្រហមបន្តិចមកបន្ទាប់មកបងប្អូនចាក់ទឹកខ្លាញ់ដែលមាននៅក្នុងកញ្ចប់មីរបស់យើងណាខ្លាញ់នៅក្នុងមីកញ្ចប់មីជាតិហ្នឹងគឺឈ្ងុយខ្លាំងមែនតើណាបងប្អូននិយាយរួមទៅ the best ហ្មងណាចាប់បន្ទាប់មកខ្ញុំធ្វើការដាក់អំបិលមីបងប្អូនកុំអាំដាក់ទឹកត្រៃចូលណាខ្លាចប្រៃដោយសារតែយើងប្រើគ្រឿងមីហើយគ្រឿងមីហ្នឹងខ្ញុំដាក់មួយកញ្ចប់តែម្ដងហើយទឹកពេញប៉ោះខ្ញុំប្រើកន្លះស្លាបព្រាបាយដើម្បីឲ្យមីឆារបស់យើងមានពណ៌ស្រស់ស្អាតណាបងប្អូនចាបន្តមកបងប្អូនធ្វើការដាក់ប៊ីចេងដាក់ស្ករបន្តិចបន្តួចតាមចំណូលចិត្តមកណាបើសិនជាបងប្អូនភ្លក់ហើយវារៀងស្ទើប្រៃបងប្អូនអាចថែមទឹកត្រីបន្តិចអីបានចាបន្តមកយើងថែមគ្រឿងភក់អីមួយហើយបងប្អូនចាក់បន្លែទាំងអស់ចូលមកចូលពីមកជួយឲ្យចូលសពគ្រឿងបន្តិចយើងធ្វើការចាក់មីរបស់យើងចូលចាហើយយើងកូរច្បល់ឲ្យមីនិងបន្លែយើងចូលឲ្យសព្វជាមួយនឹងគ្រឿងទាំងអស់ហ្នឹងមកហើយបងប្អូនធ្វើការភ្លក់ម្ដងទៀតបើសិនជារសជាតិរៀងប្រៃឬមួយក៏សាបអីបងប្អូនអាចថែមថយគ្រឿងតាមនឹងទៀតបានណាបងប្អូនចាឥឡូវមីរបស់ខ្ញុំក៏បានរួចរាល់ដែរបងប្អូនសាកធ្វើញ៉ាំបានណានៅពេលចុងខែអីដាច់លុយអីសាកបានម្ហូបមួយមុខនេះគឺងាយៗហើយចាប់បានញ៉ាំទៀតចាអរគុណ